មកខ្ញុំបាត់មកតាមចរិតមកធ្វើការ next marketing ជាដំបូងយើងត្រូវការចូលទៅកាន់ inbox តោះមកយើងធ្វើការ refresh តោះមកយើងdouble click លេខមុននឹងចូលទៅកាន់មុននឹងយើងធ្វើការ connect marketing បានយើងចូលទៅកាន់ bridge តោះមកយើងយក bridge យើងយក new តោះមកយើងធ្វើការដាក់ឈ្មោះដាក់ឈ្មោះ name ឲ្យវា name bridge ហ្នឹងទី1មានឈ្មោះថា IT department IT department តោះមកយើងអូខេតោះមកយើងយក new មួយទៀតដែល name bridge ទី2មានឈ្មោះថា accounting តោះមកយើងអូខេតោះមកយើងត្រូវ report របស់វាដែល report ទី2នោះនៅក្នុងbridge IT department តោះមកយើងចុចអូខេតោះមកនេះដល់ពេលយើងរកហើយយើងធ្វើការ connect វាផ្សារទៀតតោះមកយើងយក new ដែល port ទី3នៅក្នុង bridge IT department ដូចគ្នាតោះមកយើងត្រូវការចុចអូខេតោះមកយើងរក port ទៀតដែល marketing ទាំងអស់ port វាគឺមាន4យើងរកពី1ដល់2ដល់3នៅក្នុងbridge mode IT department តោះមក4 5នៅក្នុង port ទី4នៅក្នុង accounting តោះមកយើងចុចអូខេតោះមកយើងយកមួយទៀតយើងដាក់ accounting នៅក្នុង port ទី5តោះមកចុចអូខេតោះមកយើងធ្វើការដាក់ IP address ឲ្យវាតោះមកយើងចូល address តោះមកយើង add new ដែល address របស់វាមាន 192.168.123.1/24 តោះមកយើងអូខេដែល address ទី1នៅក្នុង interface account IT department តោះមកចុចអូខេតោះមកយើងយកមួយទៀតដែល address របស់វាមាន 192.173.1/24 ដែល interface របស់វានៅក្នុង accounting តោះមកយើងចូលទៅកាន់ DHCP server យើងចូលទៅដាក់ DHCP server ឲ្យវាតោះមកយើងចូលទៅ DHCP setup យើងរើសយក IT department តោះមកយើង next ទៀតដែល gateway for IP DHCP network នេះគឺកៅហើយតោះមកយើង next ទៀតតោះមកយើងធ្វើការដូរកន្លែងនេះដែលយើងដាក់ពី50ដល់254តោះមកយើង next ទៀតតោះមក DNS របស់វាមាន 8.8.8 តោះមកយើង next ទៀតតោះមកយើងរើសមួយទៀតដែល interface របស់វានៅក្នុង accounting យើងចូលទៅកាន់ DHCP setup ដដែលតោះមកយើងយក accounting តោះមកយើង next តោះមក next ទៀតដែលកន្លែងនេះយើងយកចាប់ពី101ឡើងទៅតោះមកយើង next ទៀតដែល DNS វាគឺដូចតែមុនដែរមាន 8.8.8 តោះមកយើងធ្វើការ next ទៀតដែល list time របស់វាខ្ញុំយកប៉ុណ្ណឹងដូចគ្នាឥឡូវយើងធ្វើហើយតោះមកយើងចូលទៅកាន់យើងធ្វើការ ping ហើយយើងចូលទៅធ្វើការ check IP របស់វាដែល marketing យើងបានកំណត់តើវាបានបោះ IP នោះទៅឲ្យកុំព្យូទ័រហើយឬនៅតោះមកយើង Windows on យើងចូលទៅកាន់ CMD តោះមកយើងចុចអូខេតោះមកយើងវាយពាក្យ IP config តោះមកយើងចុចអូខេនេះគឺជា IP ដែល marketing បានបោះមកកាន់កុំព្យូទ័រដែលវាបានទៀងទាត់រួចរាល់ហើយនេះនៅក្នុង port ទី2ឥឡូវយើងធ្វើការដូរ port ទៅដាក់ port ទី4វិញម្ដងហើយតោះមកយើងធ្វើការ check IP config មួយសារទៀតតោះមកចុចអូខេនេះត្រូវហើយនេះគឺនៅក្នុង port ទី4ដែលយើងបាន connect ឲ្យវានេះគឺជា IP address ហើយនឹង subnet mask របស់វា gateway របស់វាគឺត្រឹមត្រូវហើយក៏វីដេអូនេះក៏មកដល់ទីបញ្ចប់នៃការធ្វើ marketing ដែលយើងបានធ្វើការ config រួចរាល់ហើយក៏វាបានដំណើរការហើយដែរហើយខ្ញុំសូមអរគុណដល់លោកគ្រូដែលនឹងមិត្តភក្តិទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះ